សួស្តីសំណុកចិត្តសំណុកបេះដូងថ្ងៃនេះអេដមីនសូមលើករឿងមួយមានចំណងជើងថាខ្ញុំខ្លាចជាអ្នកជំនួសកន្លែងប្រពន្ធរបស់គាត់មុននឹងចូលដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និង Follow ដាក់រូបកណ្ដឹងឲ្យអេដមីនមួយផងណាតាមរសាច់រឿងក៏បានបង្ហាញពីវិមានដ៏ធំមួយមានឈ្មោះថា Sweet Great ដែលនិយាយអំពីវិមាន Great គ្រងដោយគ្រងឆ្អឹងនៅក្នុងអំឡុងពេលបរបាញ់សូម្បីតែថ្មីនេះផងដែលសត្វរាប់រយក្បាលបានស្លាប់នៅក្នុងវិមានមនុស្សជាច្រើនបានស្ទើរគ្នាថាម្ចាស់វិមានគឺជាបិសាចកាត់មកក្នុងវិមាន Great ដែលយើងឃើញមានបរិមម្នាក់ដែលឈរនៅក្នុងបង្អួចដែលក្រអឺតក្រទមនិងខូខើបរោះដែលមានភ្នែកពណ៌ក្រហមជាមួយនឹងទឹកមុខងាប់អ្នកទាំងអស់គ្នាមិនឆ្ងល់ថាបរិមម្នាក់ហ្នឹងជាអ្នកគេបរិមម្នាក់ហ្នឹងគឺជាទូប្រុសរបស់យើងនឹងឯងតែគាត់មានឈ្មោះថាម៉ាក់គីក៏ប៉ុន្តែឈ្មោះគាត់វែងតែអេដមីនសុំហៅថាម៉ាក់គីនិយាយអំពីវិមាន Great វិញមានបន្ទប់មួយដែលម៉ាក់គីហាមដាច់ខាតមិនឲ្យនរណាចូលបន្ទាប់មកយើងឃើញក្មេងស្រីម្នាក់ដែលកំពុងតែឈរនៅមុខបន្ទប់ដែលហាមឃាត់ក្មេងស្រីម្នាក់នោះមានឈ្មោះថាអេណាជាតួស្រីរបស់យើងនឹងឯងអេណារបស់យើងហៅតែចង់ដឹងរឿងគេដូចជាអ្នកមើលជាដើមក៏បានចូលទៅក្នុងបន្ទប់ហ្នឹងដែលការព្យាយាមចង់ដឹងចង់ឃើញតួស្រីរបស់យើងក៏បានចូលនៅក្នុងបន្ទប់ដែលហាមឃាត់នោះបានសម្រេចខ្ញុំពិតជាមិនគួរឲ្យជឿវាគឺជាបន្ទប់នឹងធំទូលាយលើពីនេះទៅទៀតវាមានក្លិនក្រអូបនៅក្នុងបន្ទប់ដូច្នេះមាននរណាម្នាក់ថែរក្សាវាពីការប្រសាណាខ្ញុំគិតថានោះជាការរំពឹងទុកហើយតួស្រីរបស់យើងនឹងក៏ចាប់យកសភៅមួយចេញពីក្នុងទូហើយក៏បានសរសេរថាមានតែមនុស្សម្នាក់គត់ដែលបិសាចម៉ាគីស្រឡាញ់ជំនឿប្រពៃណីដ៏ចម្លែកមួយនៅក្នុងតំបន់នោះពេលដែលមនុស្សធ្លាក់ចុះមកពីលើមេឃត្រូវបានសម្គាល់ថាជាហ្វាន់គឺជាមនុស្សចម្លែកដែលបានបង្ហាញខ្លួនគឺជាមនុស្សតែម្នាក់គត់ដែលមិនខ្លាចបិសាចម៉ាគីមិនយូរប៉ុន្មានពួកគេក៏ចាប់អារម្មណ៍គ្នាទៅវិញទៅមកម៉ាគីនិងនាងបានរៀបការជាមួយគ្នាព្រមទាំងមានកូនប្រុសមួយទៀតផងយូរប៉ុន្មានប្រពន្ធរបស់ម៉ាគីក៏បានទទួលមរណភាពក្រោយពីសម្រាលកូនរួចអ្វីៗទាំងអស់របស់នាងត្រូវបានបិទនៅក្នុងបន្ទប់នេះហើយចាប់តាំងពីពេលនេះមកទូប្រុសរបស់យើងក៏តែងតែនៅក្នុងបន្ទប់នឹងចឹងសូម្បីតែគ្រួសាររបស់ម៉ាគីក៏មិនអាចចូលនៅក្នុងបន្ទប់នឹងបានពីអានរួចតួស្រីរបស់យើងមានការស្លន់ជាខ្លាំងបន្ទាប់មកតួស្រីរបស់យើងបានប្រទះភ្នែកជាមួយនឹងទូដាក់សិភៅមួយតួស្រីរបស់យើងពិតជាចង់ដឹងខ្លាំងមែនទែនថានៅក្នុងសិភៅនឹងមានកត្រាអ្វីខ្លះហើយតួស្រីរបស់យើងក៏បានគិតថាវាប្រហែលជាមកពីពិភពលោកដូចគ្នាជាមួយនឹងខ្ញុំដែរវាប្រកបណាស់វាជាគន្លឹះដែលបង្ហាញពីប្រអប់មួយនៅជិតនោះបន្ទាប់មកតួស្រីរបស់យើងបានកលែងប៉ះទៅវត្ថុអ្វីមួយយ៉ាងដែលមានពណ៌បៃតងផងដែរតែសេះរបស់ទូប្រុសក៏បានមកដល់ដូចគ្នា